ប្លុកចោលគុំថាឡើយ website ខ្នាតយក្សនិងក្លឹបមួយដែលរ៉ូណាល់ដូលាទាំងមិនរុញរាលើបណ្ដាញសង្គមមនុស្សជាង172លាននាក់បាន follow ក្លឹបយក្សអាទ្រីស Real Madrid លើកលែងតែមួយក្នុងចំណោមអ្នកដែលមិនខ្ចីអើពើទាល់តែសគឺជា Cristiano Ronaldo ធ្លាប់ជាអតីតកីឡាករឆ្នើមមួយរូបនៅ Santiago Bernabeu តើមានរឿងរ៉ាវអ្វីនៅពីក្រោយការដែល CR7 ជ្រើសយកការ unfollow ក្លឹបយក្សអេស្ប៉ាញខាងលើទៅបិទបើកក្លឹបនិងជម្រើសជាតិ5កេណនីផ្សេងទៀតសុទ្ធមានឈ្មោះកីឡាករចាបូសាវ័យ40ឆ្នាំភ្ជាប់ការតាមដានជាមួយនោះគឺជារឿងចាស់កើតឡើងតាំងមុនបងប្អូនយើងខ្លះទើបចេះមើលបាល់ទៅទៀតពោលនៅល្បាតឆ្នាំ2018ដែលកីឡាករ Top Scorer រកបាន450គ្រាប់នៅស្ដេចសបានចាក់ចេញនៅខណៈថ្មីថ្មោងទៅកាន់ក្លឹបសេបង់កង់ Juventus លោកបានបត់180ដឺក្រេដែលបដូរទៅ follow មករួមក្រុមថ្មីនៅទូរីនតួយ៉ាង Alexandro Mirolampjanic Wojciech Szczesny និង Giorgio Chiellini ជាដើមដល់បងមិត្តចាស់និងសូម្បីតែគ្រូដោយ Carlo Ancelotti និង Zinedine Zidane ក៏ Ronaldo នៅ follow ដដែលលើកលែងតែកេណនីផ្លូវការក្លឹប Real Madrid បែរជាមិនមានឈ្មោះ Cristiano Ronaldoភ្លាមពេលនោះមានការភ្ញាក់ផ្អើលជាខ្លាំងហើយហេតុផលនៅពីក្រោយការធ្វើទង្វើនេះមានការជឿជាក់ពីអ្នកគាំទ្រថាមកពីការមើលថែពីថ្នាក់លើក្លឹបនិងរដ្ឋាភិបាលនៅប្រទេសអេស្ប៉ាញមិនបានឲ្យតម្លៃចំពោះអ្វីដែលខ្លួនបានខិតខំជួយសាងមុខមាត់សម្រាប់ប្រទេសពួកគេបើមកវិញមានតែរឿងរកម្មរកបញ្ហាប្រាក់បង់ពន្ធខនេះខនោះពុំមិនស្មើនឹងការលះបង់របស់លោកសម្រាប់ប្រទេសខាងលើទាល់តែសោះវាជាការសម្រេចចិត្តឥតប្ដូរមកទល់សប្តាហ៍ថ្ងៃដែលចំណោមក្លឹបនិងជម្រើសជាតិទាំង6មាន Sporting Lisbon, Manchester United, Juventus, Al Nassr និង Portugal លោកបាន follow ដូចដើមខអីតែ Real Madrid មួយស្ថិតក្នុងបញ្ជីខ្មៅថារឿងនេះទៅរសើបដល់តែងាកមកព័ត៌មានទូទៅមួយផ្សេងទៀតគឺទំនាក់ទំនងរបស់ Cristiano Ronaldo រវាងគេទំព័រវិតម្លៃហាងឆេងកីឡាករនិងអាប់ដេតស្ថិតិបើកតដុតធំនៃគេក្នុងលោកគឺ Transfermarkt ក៏ស្ថិតក្នុង blacklist របស់កីឡាករជំនាញជើងស្ដាំហើយធ្ងន់ធ្ងរជាង Real Madrid ទៅទៀតពោលដល់ការប្លុកយកតែម្ដងដើមចំកាលឡើងក្នុងឆ្នាំ2020ពេលទំព័រផ្លូវការ Transfermarkt បង្ហោះឈុត11អ្នកល្អបំផុតក្រោមការរត់ការដោយភ្នាក់ងារលោក Jorge Mendes ឃើញថា CR7 មានតម្លៃត្រឹម75លានអឺរ៉ូទាបជាងកីឡាករទូទៅផ្សេងទៀតក្នុងឈុតតែមួយចន្លោះជិត30លានជាការយល់ឃើញរបស់កីឡាករសឹងតែល្អមួយចប់ពីជើងដល់ក្បាលគិតថាលោកគួរតែមានតម្លៃខ្ពស់ដាច់គេពលខ្ពស់ជាងទាំង Bernardo Silva នៅហាងឆេង100លានទៅទៀត CR7 បានផ្ញើសារទៅ Transfermarkt ដើម្បីតវ៉ារឿងនេះហើយខាងគេហទំព័រខាងលើឆ្លើយតបវិញថាវាតេតងនឹងកត្តាអាយុទើបនាំឲ្យ Ronaldo មិនអាចនៅចំណាត់ថ្នាក់ខ្ពស់ដាច់គេនោះឯងបន្ទាប់មក Ronaldo ក៏បានឆ្លើយតប emoji រូបសើចហើយភ្លាមប្លុកកេណនីឆាតជាមួយ Transfermarkt ដោយឥតស្ទាក់ស្ទើរមកទល់ពេលនេះបើតាមដឹងទំនាក់ទំនងរវាងម្ចាស់លេខ7និងគេហទំព័រខ្នាតយក្សខាងលើគឺនៅតែរក្សាគម្លាតមិនអាចគៀកគ្នាដល់តែមើលឡើងឆេងវាតម្លៃបច្ចុប្បន្នគឺត្រឹម12លានអឺរ៉ូខណៈការចុចឲ្យខ្ពស់បំផុតគឺនៅខែតុលាឆ្នាំ2014ពួកគេដាក់ដល់120លានអឺរ៉ូពេលចូលជើងឲ្យ Real Madrid នៅរជ្ជកាលមាសជាប់ប្រិមិត្តវិញគិតថារឿងនេះ website ខាងលើជាអ្នកខឬក៏ Ronaldo ស័ក្តិសមនឹងធ្លាក់ចុះតម្លៃបែបនោះពិតមែន